ជំរាបសួរអាណាព្យាបាលសិស្សទាំងអស់សួស្តីកូនកូនសួស្តីក្មួយបាទអញ្ចឹងថ្ងៃនេះលោកគ្រូរៀនមុខវិជ្ជាគំនូសខ្មែរបន្តទៀតណាអញ្ចឹងនៅក្នុងមេរៀននេះគឺលោកគ្រូនិយាយពីខ្សែកោងបាទអញ្ចឹងចំណុចខ្សែកោងនេះគឺខ្សែកោងខួបបែបហ្នឹងអញ្ចឹងកូនបានដឹងច្រើនហើយគឺពាក្យថាខ្សែគូងកោងខួបហ្នឹងមានថាខ្សែកោងស្រដៀងគ្នាទាំងអស់បាទអញ្ចឹងកន្លែងនេះគឺកន្លះរង្វង់ខាងឆ្វេងនេះកន្លះរង្វង់បាទកន្លះរង្វង់ដូចគ្នាទាំងអស់1 2 3 4 5 6អញ្ចឹងការធ្វើម៉េចគឺកូនចេញពីចំណុចនេះគូកន្លះរង្វង់ណាមកបានកន្លះរង្វង់នឹងហើយព្រោះកូនរៀនហើយគឺកន្លះរង្វង់កូនបានគូសហើយអញ្ចឹងមកកន្លែងនេះទៀតណាគូសកន្លះរង្វង់ទៀតគូសដដែលណារហូតដល់បាន6កន្លះរង្វង់អញ្ចឹងលោកគ្រូសូមធ្វើមើលនៅលើក្តារខៀនអញ្ចឹងសូមកូនមើលក្តារខៀនហើយមើលដៃលោកគ្រូនឹងបង្ហាញកូនណាបាទអញ្ចឹងកន្លែងនេះលោកគ្រូដាក់ចំណុចចេញពីចំណុចនេះអញ្ចឹងណាចេញពីចំណុចនេះគឺគូកន្លងវងមកខាងនេះណាមកខាងនេះមកអញ្ចឹងមកខាងក្រោមអញ្ចឹងឃើញបានមួយហើយបាទអញ្ចឹងមកខាងនេះទៀតដដែលទៀតបាទមួយទៀតមកខាងនេះទៀតធ្វើម៉េចបានប៉ុនគ្នាបាទអញ្ចឹងមកខាងនេះទៀតបាទអញ្ចឹងមកខាងនេះទៀតបាទអញ្ចឹងយើងបានប៉ុន្មានហើយ5អញ្ចឹងមកខាងនេះមួយទៀតបាទអញ្ចឹងលោកគ្រូយ៉ាងគូធ្វើស្អាតចុងក្រោយដោយសារពិបាកមើលណាចឹងនេះឃើញណាកន្លះវង1 2 3 4 5 6ប៉ុន្តែអ្វីដែលខុសគឺខាងនេះកូនលោកគ្រូគូសចូលយ៉ាងជ្រៅបន្តិចបាទអញ្ចឹងលោកគ្រូសុំធ្វើម្ដងទៀតឲ្យកូនមើលណាអញ្ចឹងធ្វើម៉េចកន្លែងនេះគឺចំណុចចេញពីនឹងមកគូសកោងកន្លះវងចូលក្នុងឲ្យវាចំណុចមកត្រឹមនេះវិញបាទអញ្ចឹងយើងគូសកោងទៀតបាទអញ្ចឹងចូលក្នុងវិញអញ្ចឹងគូសកោងទៀតចូលក្នុងវិញកោងទៀតចូលក្នុងវិញបាទអញ្ចឹងយើងបាន4ហើយកោងទៀតចូលក្នុងវិញបាទអញ្ចឹងកោងទៀតចូលក្នុងវិញបាទអញ្ចឹងនេះហ៎1 2 3 4 5 6បាទប៉ុន្តែរូបលោកគ្រូក៏នៅតែមិនស្អាតដូចលោកគ្រូគូសនៅក្នុងកុំព្យូទ័រដែរព្រោះបច្ចេកវិទ្យាគឺវាស្អាតណាអាការគូសណាដោយប្រើដៃកាន់ color ឬក៏ fert គឺវាមានការបត់បែនវាអត់មានដំណឹងល្អអញ្ចឹងរូបវាអត់ស្អាតហើយការប៉ាន់ស្មានយើងវាអត់ទាន់បានល្អអញ្ចឹងបន្ទាប់ពីហ្នឹងទៅគឺកូនវឹកហាត់ណាធ្វើគំនូសខ្សែកោងខួបបាទអញ្ចឹងសូមកូនមកអនុវត្តលំហាត់ជាមួយលោកគ្រូណាបាទអញ្ចឹងគឺលំហាត់នេះស្រួលទេកូននឹងតែធ្វើបានល្អហើយណាព្រោះយើងធ្វើគំនូសនៅលើខ្សែកោងហ្នឹងធ្វើគំនូសមានថាកូនយក color យកខ្មៅដៃមកគូសនៅលើខ្សែកោងដាច់ហ្នឹងអញ្ចឹងគ្រាន់តែគូសភ្ជាប់ទៅពីកន្លែងចំណុចចាប់ផ្ដើមរហូតដល់ចុងក្រោយសុំកុំដកដៃណាអញ្ចឹងកូនចាប់ផ្ដើមកន្លែងហ្នឹងឃើញណាគូសកន្លែងហ្នឹងចេញមកគូសមកនៅលើខ្សែហ្នឹងកុំឲ្យចេញពីផុតហ្នឹងណាគូសនៅលើហ្នឹងកុំឲ្យចេញណាធ្វើម៉េចឲ្យមានដំណងដៃគិតផងអញ្ចឹងវាស្រួលជាងមិញឃើញណាបាទអញ្ចឹងគូសអញ្ចឹងរហូតគូសនៅលើกระดาษហ្នឹងអញ្ចឹងវាហាងវែងតិចដែរអញ្ចឹងកូនគូសពីលើមករហូតដល់ចុងក្រោយបាទអញ្ចឹងឃើញណាអញ្ចឹងកូនសាកមើលលោកគ្រូម្ដងទៀតហើយបន្ទាប់ពីមើលនឹងហើយកូនយកសៀវភៅគំនូសខ្មែរហើយយកមកអនុវត្តជាមួយនឹង color ដែលកូនចូលចិត្តបាទធ្វើម៉េចឲ្យបានស្អាតណាកុំឲ្យចុងខ្មៅដៃនេះចេញផុតពីខ្សែអញ្ចឹងគឺយើងដាក់ពីលើមកណាអូមកកន្លែងនេះអញ្ចឹងនៅខ្សែហ្នឹងគឺគូសចុះមកតាមខ្សែហ្នឹងមួយមកយឺតក៏បានដែរកុំលឿនពេកណាពិនិត្យទៅតាមខ្សែហ្នឹងបាទអញ្ចឹងពិនិត្យទៀតដដែលឃើញណាកុំទៅលឿនណាមួយបាទធ្វើម៉េចប្រឹងដៃយើងឲ្យមានដំណឹងល្អកុំឲ្យចេញផុតពីខ្សែហ្នឹងណាធ្វើម៉េចនៅលើហ្នឹងបាទអញ្ចឹងរហូតដល់ខាងក្រោមនេះហើយកន្លែងនេះគឺចុងក្រោយមួយទៀតនេះឃើញណាអញ្ចឹងកូនគូសបែបហ្នឹងមកបាទអញ្ចឹងសម្រាប់គំនូសហ្នឹងគឺយើងអត់ធ្វើរូបទេគ្រាន់តែយើងធ្វើគំនូសមិនថាកូនវឹកហាត់ណាចលនាដៃមកគាត់ណាព្រោះកូនត្រូវការគូសកូនត្រូវធ្វើចលនាដៃអញ្ចឹងសូមកូនវឹកហាត់ចលនាដៃផងបាទអញ្ចឹងសម្រាប់មេរៀនថ្ងៃនេះគឺមានតែប៉ុណ្្នឹងអញ្ចឹងសូមអាណាព្យាបាលយកទៅគំនូសខ្មែរឲ្យកូនវឹកហាត់ជាប្រចាំសូមអរគុណ